អ្វីៗអាចមានសភាពកាន់តែអាក្រក់ជាងនេះបើយោងទៅតាមការទូទាយរបស់លោកយាយបាបាវ៉ាន់កាអ្នកដែលជឿទៅលើពាក្យទូទាយរបស់លោកយាយបាបាវ៉ាន់កាមួយចំនួនថែមទាំងបានលើកឡើងថាវាអាចឈានទៅដល់សង្គ្រាមលោកលើកទី3ឬក៏សង្គ្រាមនុយក្លេអ៊ែរទៀតផងទោះបីជាសង្គ្រាមនៅកាសាហើយនិងសង្គ្រាមនៅអ៊ុយក្រែនហាក់ដូចជាមានភាពថមថយបន្តិចទៅហើយក៏ប៉ុន្តែភាពតានតឹងរវាងរុស្ស៊ីហើយនិងអង្គការ NATO នៅតែមានហើយរឿងរ៉ាវរវាងចិននិងតៃវ៉ាន់ក៏កាន់តែក្តៅបើតាមការប៉ាន់ប្រមាណទៅលើពាក្យទូទាយរបស់លោកយាយបាបាវ៉ាន់កាសង្គ្រាមធំនឹងកើតឡើងនៅពេលដែលមានការប្រជុំមុខខ្លាំងបំផុតរវាងពិភពខាងកើតនិងពិភពខាងលិចយ៉ាងណាមិញបើទោះបីជាផ្ទុះសង្គ្រាមធំដ៏មែននៅក្នុងឆ្នាំ2026ឬក៏ចន្លោះឆ្នាំ2026ទៅដល់ឆ្នាំ2030បើតាមពាក្យទូទាយរបស់លោកយាយបាបាវ៉ាន់កានោះភពផែនដីរបស់យើងនឹងបញ្ចប់នៅក្នុងឆ្នាំ5079ឯណោះ